កសាងដោយកម្លាំងសទ្ធារបស់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ដែលមានកឋិនជុំបិណ្ឌអីជាដើមប៉ុន្តែដោយសារតែឥឡូវនេះរៀងលំបាកចុងក្រោយបន្តិចបានស្នើសុំញាតិញោមពុទ្ធបរិស័ទដើម្បីធ្វើបុណ្យការប្រាក់សូមអនុមោទនាអនុមោទនាអនុមោទនាពិធីចម្រើននៅព្រះបរិត្តក្នុងពិធីបុណ្យការប្រាក់សាមគ្គីរបស់ពុទ្ធបរិស័ទចំណុកជើងវត្តលាតសំបលីគ្រប់ទិសទីទាំងអស់សូមអនុមោទនាញាតិញោមមុននឹងចម្រើនព្រះបរិត្តនេះសូមតាំងចិត្តស្ដាប់ធម្មវីកថាខ្លីបន្តិចដើម្បីបានជាប្រយោជន៍ក្នុងកិច្ចបដិបត្តិធ្វើបុណ្យការប្រាក់ជាទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាខ្មែរពីបុរាណកាលមកឥឡូវនេះញោមអង្គុយក្នុងសាលាអត់អស់នៅក្រៅច្រើនពោះពេញតែនៅបានជាប្រធាននេះចូលមកបានញោមចូលមកទៀតមកសាលាយើងនេះបដោយ45ទៅទឹង32វាបាន1440ម៉ែត្រការ៉េធំជាងសាលាចាស់ប៉ុន្តែឥឡូវនៅដាក់លឹងអស់អង្គុយអត់អស់ញោមមកច្រើនសម្មានដើមការហើយមានញោមពីកំពង់ចាមព្រះវិហារភ្នំពេញកោះធំជុំវិញវត្តទាំងអស់ញាតិមិត្តតាំងពីព្រឹកមកតាំងពីម៉ោង7ព្រឹកមកអញ្ចឹងរហូតមកញោមហើយឥឡូវនេះពេលវេលាសំគួរនឹងចម្រើនព្រះបរិត្តហើយប៉ុន្តែមុននឹងចម្រើនព្រះបរិត្តនេះអាត្មាភាពសូមចម្រើនពរញាតិញោមថាបុណ្យការប្រាក់នេះគឺដើម្បីប្រមូលបច្ច័យយកមកបង្ហើយសាលាឆាន់ហ្នឹងតែមិនដឹងថាហើយមិនហើយទេចាំមើលវាផ្កាហើយសិនហើយសាលាឆាន់របស់យើងនេះកំពុងតែកសាងដំបូលនឹងរួចរាល់ហើយឥឡូវនេះនៅសល់តែផ្នែកមួយចំនួនទៀតនៅខាងក្នុងនេះកំពុងដំណើរការកសាងជាបន្តបន្ទាប់ហើយនឹងគូគំនូរតាមប្លង់ដែលបានត្រៀមទុកតែមិនគូទាំងអស់ទេគូតែមួយចំនួនតាមប្រអួយតាមអីប៉ុណ្ណឹងហើយមួយវិញទៀតនោះពុទ្ធបរិស័ទញាតិញោមយើងបានចាប់ផ្ដើមសាងសង់សាលានេះក្នុងឆ្នាំ2021ឥឡូវនេះ5ឆ្នាំហើយប៉ុន្តែក្រោយពីបុកគ្រឹះសាងសង់ហើយក៏កូវីដរំខានមិនបានសាងសង់អីត្រឹមត្រូវស្រួលបួលទេហើយរហូតមកក៏ចេះតែប្រឹងប្រែងកសាងដោយកម្លាំងសទ្ធារបស់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ដែលមានកឋិនជុំបិណ្ឌអីជាដើមប៉ុន្តែដោយសារតែឥឡូវនេះរៀងលំបាកចុងក្រោយបន្តិចបានស្នើសុំញាតិញោមពុទ្ធបរិស័ទដើម្បីធ្វើបុណ្យការប្រាក់ធ្វើបុណ្យការប្រាក់សាមគ្គីក្នុងបំណងប្រម៉ែប្រមូលបច្ច័យដើម្បីបង្ហើយសាលាធម្មសភាយើងនេះញាតិញោមស្ដាប់បានទេណែហើយសាលាធម្មសភានេះទោះបីជាធំប៉ុណ្ណាក៏ដោយក៏នៅតែញាតិញោមអង្គុយចង្អៀតដែរព្រោះពុទ្ធបរិស័ទជើងវត្តភ្នៀនច្រើនបើពុទ្ធបរិស័ទពីបុរាណហ្មងល្មមឯង
ប៉ុន្តែឥឡូវមានពុទ្ធបរិស័ទនៅបុរីជុំវិញវត្តថ្មីញាតិញោមគាត់អញ្ជើញពីភ្នំពេញមកមកនៅជុំវិញវត្តច្រើនអញ្ចឹងទៅបានវត្តក្បែរក្រឹមធ្វើបុណ្យធ្វើទានអីអញ្ចឹងក៏បរិស័ទនឹងច្រើនឡើងតែមិនអីយោឥឡូវយើងធ្វើឲ្យហើយប៉ុណ្ណឹងសិនចាំថ្ងៃក្រោយមានលុយចាំគ្រូអញ្ចាំងនេះខិតតកើតវិហិប៉ុណ្ណឹងទៀតទៅវត្តយើងធំបរិស័ទក៏ច្រើនសាលាប៉ុណ្ណឹងនៅមិនតាន់ធំទេចាឥឡូវញោមខំធ្វើផ្កានេះម្នាក់មកដើម 50000 100000 200000 300000 400000 500000 1លាន2លានខំប្រឹងប្រែងខ្នះខ្នែងធ្វើដើមផ្កាមកហ្នឹងថាដើម្បីអីដើម្បីញ៉ាំងប្រយោជន៍ឲ្យកើតឡើងដល់ខ្លួនទាំងបច្ចុប្បន្នផងទាំងបរិលោកផង